ប្រវត្តិកងទ័ពអាកាសថៃ Royal Thai Air Force RTAF កំណើតនឹងការបង្កើតឆ្នាំ 1913 ប្រទេសថៃពេលនោះមានឈ្មោះថាសៀមបានបង្កើតអង្គភាពអាកាសដំបូងក្រោមឈ្មោះ Royal Aeronautical Service ធ្វើឲ្យប្រទេសថៃក្លាយជាប្រទេសដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍ដែលមានកងទ័ពអាកាសកម្មឧត្តមសេនីយ៍លួងសឹកឌីសុនលយ៉ាវុធសេនាបតីសឹកឌីត្រូវបានទទួលសញ្ញាបើកយន្តហោះនៅប្រទេសបារាំងហើយនាំយន្តហោះ8គ្រឿងមកសៀមជាលើកដំបូងការរីកចម្រើននាពេលក្រោយ 1937 កងអាកាសត្រូវបានលើកឡើងជាកងទ័ពឯករាជ្យឈ្មោះថា Royal Thai Air Force RTAF ក្រោមការគ្រប់គ្រងដោយក្រសួងការពារជាតិជាមួយនឹងការរីកចម្រើនបច្ចេកវិទ្យានៅអឺរ៉ុបនិងអាមេរិកកងទ័ពអាកាសបានទិញយន្តហោះបច្ចេកវិទ្យាថ្មីមកប្រើដូចជា Curtiss Hawk North American T-6 Mitsubishi K-30 សង្គ្រាមពិភពលោកលើកទី2ថៃបានចូលរួមជាដៃគូជាមួយជប៉ុនកងទ័ពអាកាសបានដើម្បីបង្រួមឥណ្ឌូនេស៊ីម៉ាឡេស៊ីនិងឡាវសង្គ្រាមឥណ្ឌូចិន 1940 ទៅ 1941 និងសង្គ្រាមវៀតណាម 1960 ទៅ 1970 កងទ័ពអាកាសថៃបានឲ្យប្រើយន្តហោះសហការជាមួយសហរដ្ឋអាមេរិកក្នុងការបេសកកម្មស៊ើបការនិងដឹកជញ្ជូនការអភិវឌ្ឍសេវាកម្មនិងបច្ចេកវិទ្យាក្រោយសង្គ្រាមកងទ័ពអាកាសថៃបានបន្តទិញយន្តហោះបច្ចេកវិទ្យាថ្មីមកប្រើដូចជា F-Palm Tiger II F-19 Fighting Falcon SAP JS-39 Gripen 2014 ទៅ 2024 SAP 340 AEWC Radar Plan Airbus A340 A114 KAI T-30 Golden Eagle កងទ័ពអាកាសថៃក៏បានដាក់ចូល UAV CH-4B យន្តហោះគ្មានអ្នកបើកបរនិងរ៉ាដានិងអវកាសនិម្មិត Cyber and Satellite Planning ចាប់ពីឆ្នាំ 2022 ទៅ 2023 Air Show ជាសកម្មភាពប្រចាំឆ្នាំទ័ពអាកាសថៃធ្វើឡើងក្នុងឱកាសខួបទី88ឆ្នាំ 2025 នៅក្បាលប្រលានយន្តហោះ Wing 6 នៅប្រលានយន្តហោះដនមងឿងរបស់ប្រទេសថៃការរៀបដាក់ស្ថានីយ៍និងសកម្មភាពការបង្ហាញស្ថិតិវត្តយន្តហោះប្រមាណ 28 ទៅ 29 ថ្ងៃទី 1 ខែសីហាក្រុមយន្តហោះប្រទេសចិនរួមមាន J-10 មាន 7 គ្រឿងរួមមានប្រទេសស៊ីរីប៉ាគីស្ថានឥណ្ឌាជាមួយ Hawk MK132 និង C130J F-35 Demo Team អាមេរិកបង្ហាញសមត្ថភាពបំបាំងកាយនិងការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកការបង្ហាញរបស់ Gripen ទ័ពអាកាសថៃពី Wing 7 នៅប្រលានយន្តហោះស៊ូរ៉ាត់ធានីការចូលរួមការទំនើបម្កាំងនិងផែនការយុទ្ធសាស្ត្រទ័ពអាកាសថៃទៅឆ្នាំ 2025 ទៅ 2034 មានបាញ់ឧបករណ៍ចាប់សង់ C2 មនុស្សនិងអាកប្បកិរិយា Support and Service Cyber ត្រូវបានបង្កើតជាគ្រឹះកងអាកាសមួយនៃអាស៊ីឆ្នាំ 1913 Royal Aeronautical Service មានដើមទិន្នន័យភ្ជាប់ទៅព្រឹត្តិការណ៍សង្គ្រាមលោកលើកទី1និងទី2តែក្រោយក្នុងឆ្នាំ 1937 ក្លាយជាកងទ័ពអាកាសថៃពិព័រណ៍យន្តហោះ RTAF ឆ្នាំ 2025 ត្រូវបានកំណត់ថាជាធំនិងជាតិសកលដំបូងគេដែលមានកងទ័ពអាកាសពីចិនឥណ្ឌាសិង្ហបុរីស្វីដេននិងអាមេរិកចូលរួមកងទ័ពអាកាសមានផែនការផ្នែកគោលដៅចូលទាំងការចូលវិសាលភាពប្រដាប់អាវុធដូចជា Gripen EF A330 MRTT T-30 Trainer UAV Air Defense និង Cyber Space Modernization យន្តហោះសំខាន់ក្នុងកងទ័ពអាកាសថៃ RTAF Royal Thai Air Force ខ្ញុំនឹងពិពណ៌នាអំពីប្រភេទនិងការប្រើប្រាស់របស់កងទ័ពយន្តហោះប្រយុទ្ធ Combat and Fighter Aircraft JS-39 Gripen Sweden ប្រាយជាមួយកងទ័ពអាកាសថៃតាំងពីឆ្នាំ 2008 ចំនួន 11 គ្រឿង C/D model ហើយកំពុងសម្រេចបន្ថែម JS-39E/F ជាចំនួន F16 និង F5 ដែលចាស់ជាង30ឆ្នាំ
អ្នកបើកយន្តហោះជនជាតិ Belgique Charles van den Bon បានធ្វើការហោះហើរលើទីក្រុងបាងកកក្នុងខែមករាឆ្នាំ 1911 ដែលធ្វើឲ្យព្រះអង្គកម្ចាចឆាក្រាប៊ុង ភូវណ្ណាត់ចាប់អារម្មណ៍យ៉ាងខ្លាំងហើយព្រះអង្គថែមទាំងបានទទួលយកការអញ្ជើញសម្រាប់ជើងហោះហើរផងដែរលោកឆាក្រាប៊ុងបានបញ្ជូននីតិហាន3នាក់ទៅកាន់ប្រទេសបារាំងដែលបានចាប់ផ្ដើមការវឹកវើហោះហើរនៅ Villiers-Villacoublay ក្នុងខែកក្កដាឆ្នាំ 1912 នីតិហានទាំងនោះបានក្លាយជាអ្នកបើកយន្តហោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មួយឆ្នាំក្រោយមកបន្តិចក្រោយមកអាកាសយានដ្ឋានថ្មីត្រូវបានបង្កើតឡើងរួមជាមួយនឹងឃ្លាំងបណ្ដោះអាសន្នសម្រាប់ដាក់យន្តហោះនិងរៀបចំការហ្វឹកហាត់ហោះហើរផងដែរនៅចុងឆ្នាំ 1913 អ្នកបើកយន្តហោះថ្មីទាំង3បានត្រឡប់មកផ្ទះវិញបន្ទាប់ពីរៀបចំការទិញយន្តហោះ Newport Monoplane ចំនួន4និង Breguet Biplane ផ្នែកអាកាសចរបានធ្វើការបង្កើតនៅខែមករាឆ្នាំ 1914 ដែលទទួលបានការគាំទ្រពីព្រះមហាក្សត្រហើយក្រុមអាកាសចរអចិន្ត្រៃយ៍ត្រូវបានបង្កើតឡើងហើយមូលដ្ឋានអាកាសនៅដនមឿងត្រូវបានចាត់តាំងជា Royal Aeronautical Service ក្រោមការគ្រប់គ្រងរបស់កងទ័ពសៀមបានចូលសង្គ្រាមលោកលើកទី1ជាមួយសម្ព័ន្ធមិត្តនៅខែកក្កដាឆ្នាំ 1917 ហើយកងកម្លាំងបេសកកម្មរបស់សៀមប្រហែល 1,200 នាក់ត្រូវបានបញ្ជូនទៅប្រទេសបាឡាំងដោយមកដល់ខែមិថុនាឆ្នាំ 1918 ក្នុងចំណោមនោះមានអ្នកបើកយន្តហោះនិងនាវិកចំនួន 370 នាក់រួមទាំងមន្ត្រីជាង 100 នាក់ដែលត្រូវបានបញ្ជូនទៅសាលាហោះហើរដំបូងនៅ Istres និង Avord ហើយបន្ទាប់មកនៅ Crown Le Reto Istres Biscarrosse និង Pioc នៅទីបញ្ចប់អ្នកបើកយន្តហោះចំនួន 95 នាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអ្នកបើកយន្តហោះយោធាបានហោះហើរប្រតិបត្តិការមួយចំនួនក្នុងសប្តាហ៍បិទនៃសង្គ្រាមប៉ុន្តែមិនមានអ្នកស្លាប់ឬរបួនណាមួយឡើយការវឹកវើរបស់ពួកគេមានន័យថាសៀមបានចូលដល់សម័យក្រោយសង្គ្រាមលោកលើកទី1ជាមួយនឹងកងទ័ពអាកាសដែលបំពាក់និងវឹកហាត់ល្អបំផុតមួយនៅអាស៊ីនៅទសវត្សរ៍ឆ្នាំ 1930 សេវាកម្មអាកាសចរ Royal Aeronautical Service បានចាប់ផ្ដើមជំនួសយន្តហោះបារាំងជាមួយនឹងការរចនារបស់អាមេរិកដែលបានទិញយន្តហោះជាង95គ្រឿងរួមទាំងយន្តហោះ Boeing 212E Curtiss Hawks និង Vought Corsair កងទ័ពអាកាសត្រូវបានបំបែកជាផ្លូវការទៅជាសាខារបស់វាគឺកងទ័ពអាកាសសៀមនៅខែមេសាឆ្នាំ 1937 និងប្រតិបត្តិការ5ត្រូវបានបង្កើតឡើងនៅឆ្នាំ 1939 នៅពេលដែលសៀមក្លាយទៅជាប្រទេសថៃសេវាកម្មនេះត្រូវបានប្តូរឈ្មោះទៅជាទ័ពអាកាសថៃនៅចុងឆ្នាំ 1940 RTATF បានឃើញការប្រយុទ្ធម្ដងទៀតលើកនេះគឺនៅក្នុងសង្គ្រាមបារាំងថៃដែលជាចំនួនព្រំដែនទល់នឹងឥណ្ឌូចិនរបស់បារាំង RTATF បានធ្វើប្រតិបត្តិការនៅតំបន់ដីដែលតាកូមេគង្គដោយវាយប្រហារកងកម្លាំងជើងគោកនិងកប៉ាល់និងកំភ្លើងនិងការពារប្រឆាំងនឹងការវាយប្រហារទម្លាក់គ្រាប់បូមរបស់បារាំងរហូតដល់មានបុកឈប់ឆាំងបានរៀបចំឡើងនៅខែមករាឆ្នាំ 1941 នៅពេលក្រោយមកនៅថ្ងៃទី 7 ខែធ្នូឆ្នាំ 1941 ប្រទេសថៃត្រូវបានឈ្លានពានដោយជប៉ុន RTATF បានធ្វើតួនាទីយ៉ាងសកម្មក្នុងការតស៊ូ Combat Wings 1 និង 5 បានភ្ជាប់យន្តហោះជប៉ុនទំនើបជាងនេះទៅនឹងព្រំដែនខាងកើតប្រទេសថៃប៉ុន្តែរងការខាតបង់យ៉ាងធ្ងន់ធ្ងររួមទាំងប្រហែល 30% នៃ Wing 5 មុនពេលដែលបត់ឈប់ឆាងចូលជាថ្វាម៉ានៅថ្ងៃបន្ទាប់